របស់ទាំង5ដែលធ្វើឲ្យយើងក្រដោយអត់ដឹងខ្លួនតើបងប្អូនធ្លាប់ឆ្ងល់អត់ថាខ្លួនឯងក៏ខំប្រឹងធ្វើការរកស៊ីរាល់ថ្ងៃចំណូលក៏បានច្រើនគួរសមមិនដែលទិញរបស់របរធំដុំឃើញជាដុំកំភួនឬក៏ដើរលេងលុយឆាយអីផងតែដល់ចុងខែម្ដងសល់តែលុយរាយ2000ហើយសន្សំលុយក៏មិនដែលសល់ទៀតអញ្ចឹងកុំឆ្ងល់អីវិបត្តិអត់លុយសន្សំភាគច្រើនមិនមែនមកពីចំណាយធំនោះទេគឺវាលាក់ខ្លួននៅក្នុងចំណាយតូចប្រចាំថ្ងៃដែលយើងគិតថាធម្មតាតែវាមានកម្លាំងជញ្ជក់លុយពីកាបូបយើងយ៉ាងសាហាវថ្ងៃនេះខ្ញុំនឹងមកបើកកាយទម្លាប់5យ៉ាងដែលធ្វើឲ្យយើងក្រដោយមិនដឹងខ្លួនអញ្ចឹងបងប្អូនបញ្ញាប់ឆែកមើលខ្លួនឯងភ្លាមតើបងប្អូនមានជាប់ប្រមាណចំណុចនៅក្នុងចំណុចទាំង5នេះដែររបស់ទី1គឺកាហ្វេឬទឹកផ្អែមប្រចាំថ្ងៃការទិញកាហ្វេ brand ឬក៏តែទឹកដោះគោញ៉ាំរាល់ព្រឹកហ្នឹងក្នុងមួយកែវ1រៀលកន្លះឬក៏2រៀលមើលទៅដូចជាលុយតិចតួចណាស់តែបើបងប្អូនញ៉ាំរាល់ថ្ងៃក្នុងមួយខែអស់ជិត60រៀលហើយបើបូកសរុបក្នុងមួយឆ្នាំគឺអស់រហូតជាង$700ណោះលុយនេះគឺស្មើនឹងប្រាក់ខែបុគ្គលិកម្នាក់ឬក៏អាចទិញមាសបានរាប់ជីរបស់ទី2គឺការដំឡើងស៊េរីទូរស័ព្ទរាល់ឆ្នាំតាម trend ទាំងដែលទូរស័ព្ទចាស់ដែលកំពុងប្រើនៅតែដើរលឿនថតរូបនៅតែស្អាតនិងមិនទាន់ខូចខាតអីទេតែឲ្យតែស៊េរីថ្មីចេញភ្លាមត្រូវតែដកលុយខ្លួនឯងឬរត់ទៅបង់ម្លោះដើម្បីដូរយកស៊េរីភ្លាមគ្រាន់តែដើម្បីភាពលុយឆាយមួយឆាវនេះជាអន្ទាក់ហិរញ្ញវត្ថុដ៏ធំរបស់ទី3គឺសេវាកម្មប្រចាំខែមានដូចជាគម្រោងអ៊ីនធឺណិតថ្លៃដែលប្រើមិនអស់ឬក៏សេវាទស្សនាភាពយន្តឬក៏អេបកម្សាន្តផ្សេងដែលយើងចុះឈ្មោះចោលឬចុះឈ្មោះតាមគ្នាតែជាក់ស្ដែងក្នុងមួយខែអត់ដែលបើកមើលសំបីតែម្ដងអត់ដែលបានប្រយោជន៍ពីវាសំបីតែម្ដងហើយទុកឲ្យវាកាត់លុយពីកងធនាគារស្វ័យប្រវត្តិចោលតទេរបស់ទី4គឺខោអាវឬរបស់របរបញ្ចុះតម្លៃឲ្យតែឃើញសញ្ញាដាក់ថាសល់ភ្លាមឬក៏មានការបញ្ចុះតម្លៃលើអនឡាញភ្លាមឬក៏មានប្រូម៉ូសិនទិញមួយថែមមួយអីចឹងភ្លាមគឺដៃចាប់ផ្ដើមញ័រចុចកំងទិញភ្លាមព្រោះគិតថាទិញទៅដឹងតែចំណេញតែដល់ពេលអីវ៉ាន់ដឹកមកដល់ផ្ទះយកទៅញាត់ទុកក្នុងទូរហូតដល់ដីតោងអត់ដែលពាក់សំបីតែម្ដងការទិញរបស់ដែលមិនត្រូវការទោះបីជាវាថោកប៉ុណ្ណាក៏ដោយក៏វានៅតែជាការខាតបង់លុយដដែលនិងរបស់ទី5គឺថ្លៃសង្គមនិងការដើរលេងកម្សាន្តហួសកម្រិតនៅពេលដែលយើងរកចំណូលបានកាន់តែច្រើនយើងជួបមិត្តភ័ក្តិកាន់តែច្រើនយើងចាប់ផ្ដើមដំឡើងកម្រិតជីវភាពតាមនោះដែរដូចជាត្រូវតែចូលហាងអាហារថ្លៃត្រូវតែជួបជុំផឹកស៊ីរាល់ចុងសប្តាហ៍ឬត្រូវតែទិញរបស់ brand ប្រើដើម្បីកុំឲ្យចាញ់មុខគេក្នុងសង្គមការចំណាយដើម្បីតម្រូវចិត្តអ្នកដទៃនិងដើម្បីបង្ហាញភាពមានបានខ្លាំងខ្លាយគឺជាផ្លូវកាត់ដែលរុញយើងឲ្យធ្លាក់ចូលក្នុងភាពក្រីក្រពិតប្រាកដយ៉ាងលឿនបងប្អូនទាំងអស់គ្នាសាកល្បងរាប់មើលតើបងប្អូនមានជាប់ប៉ុន្មានចំណុចក្នុងចំណោម5យ៉ាងនេះការសន្សំលុយមិនមែនទាល់តែចាំរកលុយបានរាប់ម៉ឺនដុល្លារទើបសន្សំកើតនោះទេគឺវាចាប់ផ្ដើមពីការទប់រុនធ្លាយតូចទាំងនេះឯងចាប់ពីខែក្រោយទៅបងប្អូនទាំងអស់គ្នាសាកល្បងកាត់បន្ថយកាហ្វេពី2កែវមកត្រឹម1កែវសាក់មើលកាត់ផ្ដាច់អេបដែលមិនប្រើចេញសាក់មើលកាត់បន្ថយការដើរលេងមិនចាំបាច់នោះបងប្អូននឹងឃើញលុយសល់ក្នុងកងកើនឡើងភ្លាមប្រសិនបើបងប្អូនពេញចិត្តនឹងគន្លឹះហិរញ្ញវត្ថុដាស់ស្មារតីបែបនេះកុំភ្លេចជួយចុច like ចុច share វីដេអូទៅកាន់មនុស្សដែលបងប្អូនស្រឡាញ់និងចុច subscribe channel របស់ខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលា